វត្តកងទ័ពថៃបើគិតត្រឹមតតវត្សទី19មុនពេលដែលអាណានិគមអឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍ចិត្តឡើងដល់ចំណុចកំពូលនោះថៃក៏ដូចតែខ្មែរដែរគឺគ្មានកងទ័ពនៅប្រចាំការជាអចិន្ត្រៃយ៍ដោយពេលបច្ចុប្បន្ននេះទេទាល់តែមានសង្គ្រាមទើបថៃនិងខ្មែរកេណ្ឌកម្លាំងប្រជាជនទៅច្បាំងគ្នានៅឆ្នាំ1852ថៃបានបង្កើតកងទ័ពសម្រាប់ឈរជើងជាអចិន្ត្រៃយ៍នៅក្នុងរជ្ជកាលទី4គឺរជ្ជកាលព្រះចៅមង្គតហើយមកដល់ឆ្នាំ1887ស្របពេលដែលថៃរៀបចំធ្វើកំណែតម្រង់ប្រព័ន្ធរដ្ឋបាលទ្រង់ទ្រាយធំមួយនៅក្នុងរជ្ជកាលទី5គឺរជ្ជកាលព្រះចៅជូឡាលង្កននោះថៃក៏បានដាក់ទ័ពឲ្យនៅក្រោមមេបញ្ជាការរួមមួយហើយគ្រូបង្វឹកទ័ពថៃភាគច្រើនគឺជាជនជាតិអង់គ្លេសនិងខ្លះទៀតគឺជាជនជាតិអ៊ីតាលីចន្លោះឆ្នាំ1887រហូតដល់ឆ្នាំ1932នៅក្នុងរជ្ជកាលព្រះចៅជូឡាលង្កនឬរាមាទី5រជ្ជកាលព្រះចៅវជ្ជរាវុធឬរាមាទី6និងរជ្ជកាលព្រះចៅប្រជាធិពុកឬរាមាទី7ថៃបានបង្កើនថវិកាយ៉ាងច្រើនដើម្បីធ្វើទំនើបកម្មកងទ័ពនិងផ្ដល់សិទ្ធិពិសេសឲ្យកងទ័ពក្រោយពីរដ្ឋប្រហារឆ្នាំ1932ថៃក៏បានធ្វើកំណែតម្រង់ទ័ពខ្លះៗដែរដោយយកតាមគំរូជប៉ុននិងអាល្លឺម៉ង់ដែលជាប្រទេសលោកនាយករដ្ឋមន្ត្រីភិបុលសង្គ្រាមមានអារម្មណ៍ស្ញប់ស្ញែងក្រោយពីគាត់ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីនៅឆ្នាំ1938មកដល់ត្រឹមនេះគេនឹងឃើញថាចាប់តាំងពីថៃបានបង្កើតទ័ពមកគឺទ័ពថៃបានធ្វើទំនើបកម្មយ៉ាងច្រើនជាពិសេសគឺយកតាមលំនាំប្រទេសលោកខាងលិចតែប្រទេសដែលជាឥទ្ធិពលនិងបន្សល់ទុកនៅគេដំណែលឲ្យកងទ័ពថៃច្រើនជាងគេបំផុតគឺគ្មានប្រទេសណាក្រៅពីសហរដ្ឋអាមេរិកនោះទេសហរដ្ឋអាមេរិកចាប់ផ្ដើមជះឥទ្ធិពលខ្លាំងលើសង្គមថៃនិយាយជារួមនិងលើកងទ័ពថៃនិយាយដោយឡែកគឺបានចាប់ផ្ដើមឡើងនៅក្រោយសង្គ្រាមលោកលើកទី2នៅពេលដែលសហរដ្ឋអាមេរិកចង់ទប់ស្កាត់ការរីកសាយភាយនៃលទ្ធិកុម្មុយនីសនៅតំបន់អាស៊ីអាគ្នេយ៍ហើយនៅក្នុងគោលគំនិតបែបនេះសហរដ្ឋអាមេរិកក៏បានចាប់យកប្រទេសថៃធ្វើជាសម្ព័ន្ធមិត្តដ៏សំខាន់មួយដោយសារតែមានគោលគំនិតបែបនេះហើយសហរដ្ឋអាមេរិកក៏បានយកលុយដ៏ច្រើនមហិមាដើម្បីមកចាក់ចូលនៅក្នុងថវិការបស់កងទ័ពថៃនិងនៅក្នុងសង្គមថៃឧទាហរណ៍ចាប់ពីឆ្នាំ1950រហូតដល់ឆ្នាំ1975ពេលចប់សង្គ្រាមវៀតណាមនោះអាមេរិកបានផ្ដល់ជំនួយសេដ្ឋកិច្ចឲ្យថៃចំនួន$650 លានឲ្យជំនួយដល់កងទ័ពថៃរហូតដល់$940 លានចំណាយលើប្រតិបត្តិការរួមទាំងប្រាក់ខែទ័ពថៃដែលត្រូវទៅច្បាំងនៅវៀតណាមរហូតដល់$760 លានធ្វើមូលដ្ឋានទ័ពចំនួន6នៅថៃអស់ទឹកប្រាក់$250 លានហើយការចំណាយលើទ័ពអាមេរិកឈរជើងនៅស្រុកថៃនិងលើការកំសាន្តរបស់ទ័ពអាមេរិកនៅស្រុកថៃប្រហែល$850 លានការដែលអាមេរិកចាក់លុយជួយកងទ័ពថៃទាំងនេះវាមានទំហំធំធេងណាស់រហូតបានធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសដែលទទួលបានជំនួយអាមេរិកធំជាងគេបំផុតលំដាប់ទី2នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយស្ថិតនៅក្រោមតែប្រទេសវៀតណាមខាងត្បូងប៉ុណ្ណោះវត្តមានអាមេរិកនៅប្រទេសថៃដើម្បីទប់ទល់នឹងការរីកសាយនៃលទ្ធិកុម្មុយនីសនៅអាស៊ីអាគ្នេយ៍និងដើម្បីឈរជើងធ្វើសង្គ្រាមនៅវៀតណាមនោះវាបានធ្វើឲ្យកងទ័ពថៃផ្លាស់ប្ដូរតាំងពីចុងជើងរហូតដល់ចុងសក់ដែលរួមមានការប្រើប្រាស់អាវុធភាគច្រើនរបស់អាមេរិកការរៀបចំអប់រំយោធាតាមរចនាសម្ព័ន្ធអាមេរិកនិងការប្រើក្បួនចម្បាំងរបស់អាមេរិកទៀតផងកម្មវិធីដែលអាមេរិកជួយដល់កងទ័ពថៃ
ដែលជះឥទ្ធិពលលើកងទ័ពថៃខ្លាំងបំផុតគឺកម្មវិធីអប់រំនិងបណ្ដុះបណ្ដាលយោធាអាមេរិកដែលហៅកាត់ថា IMED ដែលនៅក្នុងនេះអាមេរិកបានផ្ដល់លុយដើម្បីយកនាយទាហានថៃទៅបណ្ដុះបណ្ដាលនៅសាលាយោធាអាមេរិកនៅក្នុងឯកសារសម្ងាត់មួយរបស់ខ្លួននៅឆ្នាំ 1974 ភ្នាក់ងារកេងសម្ងាត់ CIA របស់អាមេរិករកឃើញថាក្រៅពីប្រើប្រាស់អាវុធភាគច្រើនជារបស់អាមេរិកនោះកងទ័ពថៃរួមមានទាំងកងទ័ពជើងគោកកងទ័ពជើងទឹកនិងកងទ័ពជើងអាកាសផងនោះគឺថៃបានរៀបចំសាលាបណ្ដុះបណ្ដាលកងទ័ពខ្លួនទៅតាមប្រព័ន្ធសាលាយោធារបស់អាមេរិកលើសពីនេះទៅទៀតភ្នាក់ងារ CIA ក៏រកឃើញទៀតថាក្រោយពីទទួលបានការបណ្ដុះបណ្ដាលនៅអាមេរិករួចមកកងទ័ពថៃក៏បានចម្លងក្បួនចម្បាំងរបស់អាមេរិកដែលខ្លួនបានរៀនសូត្រមកនោះយកទៅបណ្ដុះបណ្ដាលបន្តនៅសាលាយោធារបស់ខ្លួនដោយគ្រាន់តែធ្វើការបកប្រែឯកសារប៉ុណ្ណោះដោយបានរៀបរាប់ខាងលើមកហើយថាកងទ័ពថៃប្រើអាវុធយុទ្ធភ័ណ្ឌភាគច្រើនបានមកពីអាមេរិកក្រៅពីសហរដ្ឋអាមេរិកនៅទសវត្សរ៍ទី 80 កងទ័ពថៃក៏បានទទួលអាវុធមួយចំនួនទៀតពីប្រទេសចិនផងដែរដោយសារតែកាលនោះចិននិងថៃបានរួមដៃគ្នាដើម្បីទប់ទល់នឹងកងទ័ពវៀតណាមដែលកំពុងត្រួតត្រាស្រុកខ្មែរបន្ថែមពីលើប្រទេសទាំងពីរនេះមកដល់បច្ចុប្បន្នកងទ័ពថៃក៏នៅបានទិញអាវុធមួយចំនួនទៀតពីប្រទេសនានាដូចជាប្រទេសអ៊ីស្រាអែលនិងប្រទេសស៊ុយអែតជាដើមបើគិតត្រឹមឆ្នាំ 2025 នេះកងទ័ពជើងគោកថៃមានចំនួន 245,000 នាក់និងកំណែន 11,000 នាក់កងទ័ពជើងទឹកថៃមានចំនួន 70,000 នាក់ហើយកងទ័ពជើងអាកាសថៃមានចំនួន 46,000 នាក់តែនៅក្នុងប្រវត្តិរបស់កងទ័ពនិងកម្លាំងប្រដាប់អាវុធផ្សេងទៀតរបស់ថៃកងកម្លាំងទាំងនេះពុំសូវមានចំណងល្អនឹងគ្នាទេគឺតែងតែបែកជាក្រុមហើយប្រជែងគ្នាហើយជួនកាលឈានទៅដល់ប្រយុទ្ធគ្នាឯងផងក៏មានឧទាហរណ៍នៅក្នុងរដ្ឋប្រហារជោគជ័យជាលើកដំបូងនៅឆ្នាំ 1932 ក្រុមគណរាស្ត្រដែលជាអ្នកធ្វើរដ្ឋប្រហារនោះមានផ្សំឡើងដោយមនុស្សចំនួន 3 ក្រុមធំគឺទី1ក្រុមកងទ័ពជើងគោកដឹកនាំដោយប្រយាផាហ៊ុនដែលជានាយករដ្ឋមន្ត្រីទី 2និងលោកភីប៊ុនសុងក្រាមដែលជានាយករដ្ឋមន្ត្រីទី 3ជាដើមក្រុមទី 2គឺក្រុមកងទ័ពជើងទឹកហើយក្រុមទី 3គឺក្រុមរាជការស៊ីវិលដែលដឹកនាំដោយលោកព្រីឌីភ្នំយងនិងលោកខួងអភ័យវង្សជាដើមនេះមានន័យថានៅក្នុងការធ្វើរដ្ឋប្រហារឆ្នាំ 1932 កងទ័ពជើងគោកនិងកងទ័ពជើងទឹកថៃគឺជាភាគីដែលបានចូលរួមដូចគ្នានៅឆ្នាំ 1938 លោកភីប៊ុនសុងក្រាមដែលជាមេទ័ពជើងគោកនោះបានឡើងធ្វើជានាយករដ្ឋមន្ត្រីទី 3 របស់ថៃហើយគាត់បានបង្កើនអំណាចខ្លួនឯងរហូតដល់សង្គមថៃទាំងមូលក្របដណ្ដប់ដោយអំណាចរបស់គាត់មកដល់ឆ្នាំ 1944 ពេលស្ថានភាពជប៉ុនកាន់តែដុនដាបនៅក្នុងសង្គ្រាមលោកលើកទី 2ហើយជោគវាសនាថៃកាន់តែស្រពេចស្រពិលនោះលោកភីប៊ុនសុងក្រាមក៏បានចុះចេញពីតំណែងនាយករដ្ឋមន្ត្រីរួចធ្វើដំណើរទៅកាន់បន្ទាយទ័ពនៅខេត្តលុបបូរីនៅភាគកណ្ដាលនៃប្រទេសថៃក្នុងឋានៈជាមេបញ្ជាការកងទ័ពជើងគោកដដែលដោយសារតែលោកភីប៊ុនមានអំណាចខ្លាំងពេកលោកខួងអភ័យវង្សដែលក្លាយជានាយករដ្ឋមន្ត្រីថ្មីក៏ត្រូវតាមបញ្ចុះបញ្ចូលឲ្យលោកមេទ័ពប្រយាផាហ៊ុនដែលជាអតីតនាយករដ្ឋមន្ត្រីទី 2 នោះឲ្យគាត់ព្រមដាក់ឈ្មោះធ្វើជារដ្ឋមន្ត្រីការពារជាតិដើម្បីទប់ទល់នឹងលោកភីប៊ុនសុងក្រាមតែទោះបីជាយ៉ាងណាក៏ដោយនៅយប់នោះដោយសារខ្លាចលោកភីប៊ុនលើកទ័ពជើងគោកមកធ្វើរដ្ឋប្រហារលោកខួងអភ័យវង្ស
និងលោកមេទ័ពប្រយាផាហ៊ុនក៏ត្រូវរត់ទៅដេកនៅមូលដ្ឋានកងទ័ពជើងទឹកដែលមានទីតាំងនៅត្រើយខាងលិចទន្លេចៅប្រយានៅយប់នោះលោកខួងអភ័យវង្សជានាយករដ្ឋមន្ត្រីត្រូវដេកនៅលើតុរីឯលោកមេទ័ពប្រយាផាហ៊ុនរអ៊ូថាតើលោកជាមេទ័ពស្អីទៅដែលត្រូវរត់គេចចេញពីក្រុងខ្លួនឯងនោះរឿងនេះបង្ហាញឲ្យឃើញថាដើម្បីទប់ទល់នឹងកងទ័ពជើងគោកគឺនាយករដ្ឋមន្ត្រីថៃលោកខួងអភ័យវង្សនិងលោកមេទ័ពប្រយាផាហ៊ុនត្រូវរត់ទៅរកកងទ័ពជើងទឹកថ្មីត្បិតតែកាលនោះលោកភីប៊ុនសង្គ្រាមមិនបានលើកទ័ពជើងគោកមកធ្វើរដ្ឋប្រហារក្តីតែចុងក្រោយកងទ័ពជើងទឹកនិងកងទ័ពជើងគោកថៃត្រូវច្បាំងគ្នានៅឆ្នាំ1951នៅពេលនោះវាជាពិធីផ្ទេរនាវាបូមខ្សាច់របស់អាមេរិកឲ្យមកថៃឈ្មោះថានាវាម៉ាន់ហាតាន់ដោយមានការចូលរួមរបស់លោកនាយករដ្ឋមន្ត្រីភីប៊ុនដែលបានវិលមកកាន់អំណាចសារជាថ្មីនៅក្រោយរដ្ឋប្រហារឆ្នាំ1947នៅខណៈនោះកងទ័ពជើងទឹកថៃក៏បានចាប់លោកនាយករដ្ឋមន្ត្រីភីប៊ុនធ្វើជាចំណាប់ខ្មាំងដោយដាក់លោកនៅលើនាវាកងទ័ពជើងទឹកថៃឈ្មោះថានាវាស្រីអយុធ្យាជាការឆ្លើយតបកងទ័ពជើងគោកកងទ័ពជើងអាកាសនិងប៉ូលីសថៃក៏បានវាយប្រហារនិងបង្ក្រាបកងទ័ពជើងទឹកថៃយ៉ាងដំណំហើយបានបាញ់ពន្លិចនាវាស្រីអយុធ្យារបស់កងទ័ពជើងទឹកដែលមានលោកភីប៊ុនជាចំណាប់ខ្មាំងនៅលើនោះពេលនាវានោះលិចលោកនាយករដ្ឋមន្ត្រីភីប៊ុននិងនាវិកផ្សេងទៀតក៏ត្រូវហែលទឹកមករកច្រាំងទន្លេចៅប្រយាទាំងខ្លួនសើមស្រកក់គេបានដាក់ឈ្មោះឲ្យព្រឹត្តិការណ៍នោះថាការបះបោរម៉ាន់ហាតាន់ដែលនៅក្រោយព្រឹត្តិការណ៍នេះកងទ័ពជើងទឹកថៃត្រូវបានគេកាច់បំបាក់ធ្នង់នេះហើយគឺជាមូលហេតុដែលភ្នាក់ងារសម្ងាត់ CIA របស់អាមេរិកកត់សម្គាល់ឃើញថាកងទ័ពជើងទឹកថៃពុំមានអាវុធយុទ្ធភ័ណ្ឌប្រើប្រាស់គ្រប់គ្រាន់នោះទេហើយកងទ័ពជើងទឹកថៃនៅត្រឹមឆ្នាំ1974មានទំហំតូចជាងកងទ័ពជើងអាកាសថៃទៅទៀតក្រៅពីការឆ្លោះគ្នារវាងទ័ពនៅផ្នែកផ្សេងទាំងនេះសូម្បីតែនៅក្នុងកងទ័ពជើងគោកថៃខ្លួនឯងក៏ត្រូវបែកជាបកជាពួកច្រើនដែរហើយក្រុមទាំងនេះតែងតែឆ្លោះគ្នាដណ្ដើមអំណាចឧទាហរណ៍នៅទសវត្សរ៍ទី40កងទ័ពថៃមួយក្រុមនៅរួមជុំចិត្តលោកឧត្តមសេនីយ៍ភិនឈុនហាវ៉ាន់ដែលគេឲ្យឈ្មោះថាក្រុមសយរាជគ្រូហើយក្រុមនេះគាំទ្រនិងស្និទ្ធស្នាលជាមួយលោកនាយករដ្ឋមន្ត្រីភីប៊ុនសង្គ្រាមតែនៅទសវត្សរ៍ទី50ក្រុមទ័ពសយរាជគ្រូនេះក៏ត្រូវបានផ្ដួលដោយបកពួកកងទ័ពថៃមួយក្រុមទៀតដែលមានឈ្មោះថាស៊ីសៅធីវេតដែលជាក្រុមនៅជុំចិត្តលោកឧត្តមសេនីយ៍សរិទ្ធានរ័ត្នហើយក្រុមនេះក៏បានក្តាប់អំណាចនៅប្រទេសថៃចាប់តាំងពីទសវត្សរ៍ទី50រហូតដល់ទសវត្សរ៍ទី70មកដល់បច្ចុប្បន្ននេះកងទ័ពជើងគោកថៃក៏នៅតែមានបែកបាក់ជាបកជាពួកច្រើនក្រុមដែរហើយក្រុមនីមួយៗតែងតែប្រជែងអំណាចគ្នាហើយជាញឹកញាប់ពួកគេតែងតែបានលូកដៃធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលថៃចោលព្រោះតែពួកគេមានខ្សែបណ្ដាញចំណងជិតស្និទ្ធជាមួយនឹងស្ដេចថៃនិងសមាជិកផ្សេងទៀតនៃរាជវាំងថៃឧទាហរណ៍ក្រុមបូរផាភยัคฆ์ក្រុមវងទេវ័ននិងក្រុមកអាវក្រហមជាដើមបន្ថែមពីលើរឿងទាំងអស់នេះការប្រជែងគ្នារវាងកងទ័ពថៃនិងប៉ូលីសថៃក៏ជារឿងលេចធ្លោមួយដែរនៅក្នុងប្រវត្តិរបស់កងកម្លាំងប្រដាប់អាវុធថៃនៅទសវត្សរ៍ទី50កងទ័ពជើងគោកថៃក៏ត្រូវប្រជែងជាមួយនឹងប៉ូលីសថៃព្រោះប៉ូលីសថៃមានកងកម្លាំងនិងបំពាក់អាវុធច្រើនដែលអាចប្រជែងនឹងកងទ័ពបានការប្រជែងបែបនេះ
ក៏បានបន្សល់ទុកនៅស្លាកស្នាមមកដល់ចំនួនលោកនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីនវ៉ាត់ផងដែរលោកថាក់ស៊ីនមានអតីតការងារជាប៉ូលីសដូច្នេះគាត់មានបណ្ដាញរឹងមាំជាងនៅក្នុងជួរប៉ូលីសកាលពីឆ្នាំ2004នៅក្នុងការបះបោររបស់ពួកអ៊ីស្លាមនៅភាគខាងត្បូងរបស់ប្រទេសថៃលោកថាក់ស៊ីនបានប្រើប្រាស់កងកម្លាំងប៉ូលីសដែលស្មោះស្ម័គ្រនឹងខ្លួនដែលជាប្រពៃណីកងទ័ពថៃយល់ថាវាជាកិច្ចការដែលជាដែនអំណាចរបស់ខ្លួននេះហើយគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតដែលកងទ័ពថៃធ្វើរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីននៅឆ្នាំ2006ជាលទ្ធផលនៃការប្រជែងនិងការទាស់តែងគ្នាទាំងនេះហើយបញ្ហាធំមួយដែលកងទ័ពថៃជួបប្រទះគឺការគ្មានបញ្ជាការរួមមួយដែលមានអំណាចរឹងមាំនោះទេនៅក្នុងចំណោមកងទ័ពថៃទាំងគ្រប់សាខាដោយសារតែខ្លួនមានកងកម្លាំងនិងមានអាវុធច្រើនជាងគេនោះកងទ័ពជើងគោកថៃគឺជាផ្នែកនៃទ័ពដែលមានអំណាចខ្លាំងជាងគេបំផុតហើយមេទ័ពជើងគោកថៃត្រូវបានគេចាត់ទុកថាជាបុគ្គលដែលមានអំណាចខ្លាំងជាងអ្នកណាទាំងអស់ដែលរួមទាំងឧត្តមសេនីយ៍ជាអគ្គមេបញ្ជាការរបស់ខ្លួនផងដែរគេអាចនឹងសង្កេតឃើញថាក្រោយការប៉ះទង្គិចគ្នាទ្រង់ទ្រីតូចមួយប្រាវរវាងទ័ពថៃនិងទ័ពខ្មែរនៅថ្ងៃទី28ខែឧសភាឆ្នាំ2025ក៏មានការជួបគ្នារវាងមេទ័ពជើងគោកខ្មែរគឺលោកនាយឧត្តមសេនីយ៍ម៉ៅសុផាន់និងមេទ័ពជើងគោកថៃគឺលោកនាយឧត្តមសេនីយ៍ផាណាក្លែវប្លត់ទុកក្រោយជំនួបនេះខាងថៃក៏ចេញលិខិតមួយដោយកងទ័ពជើងគោកថៃផ្ទាល់រីឯខាងខ្មែរក៏ចេញលិខិតមួយដែរតែត្រូវធ្វើឡើងដោយអគ្គបញ្ជាការដ្ឋានដែលមានរចនាសម្ព័ន្ធនៅពីលើកងទ័ពជើងគោកចំណុចនេះបង្ហាញថាខាងខ្មែរបានផ្ដោតអំណាចនៅលើអគ្គបញ្ជាការដ្ឋានដើម្បីបានបញ្ជាការរួមមួយនៃកងកម្លាំងប្រដាប់អាវុធទាំងអស់រីឯខាងថៃវិញគឺកងទ័ពជើងគោកមានអំណាចលើអ្នកណាទាំងអស់រួមទាំងអគ្គបញ្ជាការដ្ឋានរបស់ខ្លួនផងដែរនេះហើយក៏ជាមូលហេតុនៅពេលដែលថៃត្រូវច្បាំងគ្នាចំនួន5ថ្ងៃជាមួយខ្មែរកាលពីខែកក្កដាឆ្នាំ2025កន្លងទៅនេះគឺកងទ័ពថៃត្រូវប្រើផែនការចក្រពង្សភូវនិតដែលបង្កើតឡើងដោយឧត្តមសេនីយ៍ឆាលើមភុនស៊ីសាវ៉ាត់ដែលជាអតីតអគ្គមេបញ្ជាការកងទ័ពថៃពីឆ្នាំ2020ដល់ឆ្នាំ2023លោកដាក់ឈ្មោះផែនការនេះថាចក្រពង្សភូវនិតដោយយកតាមឈ្មោះព្រះអង្គម្ចាស់ជាកូនប្រុសរបស់ព្រះចៅជូឡាលង្កនហើយដែលគេចាត់ទុកព្រះអង្គម្ចាស់អង្គនេះថាជាបិតាកងទ័ពជើងអាកាសថៃវាមិនមែនជាយុទ្ធសាស្ត្រពិសេសអ្វីនោះទេតែវាជាផែនការដើម្បីធ្វើឲ្យមានបញ្ជាការស៊ីចង្វាក់គ្នាមួយនៃកងកម្លាំងថៃគ្រប់ផ្នែកទាំងអស់ដើម្បីដោះស្រាយនៅបញ្ហាគ្មានបញ្ជាការរឹងមាំមួយដែលថៃជួបប្រទះ